ក្រោយស្ងប់ស្ងាត់3យប់ថៃបន្តចាក់សម្លេងរំខានអ្នកភូមិជោគជ័យដែលមានកម្រិតរលកសម្លេងខ្ពស់បំផុតបន្ទាប់ពីស្ងប់ស្ងាត់3យប់នៅថ្ងៃទី17ខែតុលាឆ្នាំ2025នេះថៃបន្តចាក់សម្លេងរំខានអ្នកភូមិជោគជ័យដែលមានកម្រិតរលកសម្លេងខ្ពស់បំផុតកាលពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025បុគ្គលថៃជ្រុលនិយមបើកដៃឲ្យកងទ័ពថៃនិងអាជ្ញាធរខេត្តស្រះកែវបានចាក់សម្លេងរំខានអ្នកភូមិជោគជ័យនិងព្រៃច័ន្ទរួចម្ដងហើយបន្ទាប់ពីមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏ដូចជាអ្នកសិទ្ធិមនុស្សសមាជិកប្រសិទ្ធិនិងអ្នកនយោបាយថៃពួកគេបានផ្អាកការចាក់សម្លេងរំខាននេះចំនួន3យប់មកហើយនៅវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃសុក្រទី17ខែតុលាឆ្នាំ2025នេះបុគ្គលជ្រុលនិយមរបស់ថៃបើកដៃឲ្យយោធាថៃនិងអាជ្ញាធរខេត្តស្រះកែវបន្តការចាក់សម្លេងរំខានដល់ពលរដ្ឋនៅភូមិជោគជ័យជាទីកន្លែងដែលថៃបានរំលោភបំពានវត្តបន្លាលួសយកដីចម្ការស្រែនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរការចាក់សម្លេងរំខាននេះជាឧបករណ៍បំពងសម្លេងចំនួន4ឡានរបៀបនៃការចាក់សម្លេងនេះពួកគេបានស្ទូចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់30ម៉ែត្រហើយឧបករណ៍បំពងសម្លេង3រថយន្តទៀតដាក់នៅខាងក្រោមឧបករណ៍បំពងសម្លេងដែលគេចាក់នេះត្រូវបានគេបញ្ជាក់ថាមានកម្រិតរលកសម្លេងរង្វង់500 decibel ដែលជាកម្រិតរលកសម្លេងខ្ពស់បំផុតហើយអាចឮឆ្ងាយប្រមាណ30គីឡូម៉ែត្រជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសម្លេងរង្វង់100 decibel ប៉ុណ្ណោះកម្រិតរលកសម្លេងរហូតដល់500 decibel អាចធ្វើមនុស្សបែកត្រដាស់កញ្ចៀកឈឺក្បាលវិលមុខនិងចង់ក្អួតការចាក់សម្លេងរំខាននេះគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតីដែលអនុសញ្ញាស្ដីពីការធ្វើទារុណកម្មហាមឃាត់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលមានប្រជាជនជាង 3000 នាក់ក្នុងនោះមានចាស់ជរាជនពិការភាពអ្នកមានជំងឺអ្នកមានពិការភាពស្ត្រីសម្រាលកូនស្ត្រីមានផ្ទៃពោះនិងក្មេងតូចរលកសម្លេងដ៏ខ្លាំងក្លានេះពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិការចាក់សម្លេងនេះមិនឮដល់អ្នកភូមិរបស់ថៃទេព្រោះឧបករណ៍ដាក់មុខមកសម្ដៅមកភូមិកម្ពុជាហើយអ្នកភូមិនៅថៃមានចម្ងាយឆ្ងាយពីកន្លែងចាក់សម្លេងនេះអ្នកតាមដានព្រឹត្តិការណ៍ព្រំដែនខ្មែរថៃអំពីវនីវដល់ឯកឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សត្រូវចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះ